ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទពូស៊ីណាខ្មែរ Atomy ទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាសុខសប្បាយដែរទេខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងសុខសប្បាយមានសុខភាពល្អហើយនឹងមានសុវត្ថិភាពទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំបានបង្កើតវីដេអូនេះឡើងគឺមានគោលបំណងក្នុងការចែករំលែកនៅបទពិសោធន៍ចំណេះដឹងដែលខ្ញុំបានចូលរួមជាមួយនឹងអាជីវកម្មដល់ទំនើបមួយចង់ថាតើជាអាជីវកម្មបែបណាហើយយើងអាចរកប្រាក់ចំណូលដោយរបៀបណាហើយហេតុអ្វីបានជាបងប្អូនទាំងគ្នាត្រូវការសិក្សាស្វែងយល់អំពីអាជីវកម្មមួយនេះហេតុអ្វីបានជាខ្ញុំត្រូវចែករំលែកនៅបទពិសោធន៍នឹងអាជីវកម្មមួយនេះកាន់បងប្អូនទាំងគ្នាបាទសូមបងប្អូនទាំងអស់គ្នាធ្វើការចំណាយពេលស្ដាប់វីដេអូមួយនេះឲ្យដល់ទីបញ្ចប់នោះបងប្អូនទាំងអស់គ្នានឹងបានដឹងនិងយល់ពីអ្វីដែលជាគោលបំណងនៅក្នុងវីដេអូនេះផងដែរបាទចង់ធ្វើជំនួញប៉ុន្តែគ្មានដើមទុនចង់រកប្រាក់ចំណូលបន្ថែមប៉ុន្តែគ្មានពេលវេលាសូមកុំបារម្ភទៀតអីថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីឱកាសអាជីវកម្មដែលមិនចាំបាច់ចំណាយទុនឱកាសការងារក្រៅម៉ោងសម្រាប់បងប្អូនសិស្សានុសិស្សក៏ដូចជាអ្នកធ្វើការងារប៉ុន្តែទទួលបានប្រាក់ខែទាបហើយមិនពេញចិត្តជាមួយនឹងចំណូលបច្ចុប្បន្នអ្នកទាំងអស់គ្នាចង់ស្វែងរកឱកាសបង្កើនប្រាក់ចំណូលនោះវីដេអូនេះគឺជាចម្លើយសម្រាប់អ្នកទាំងអស់សូម្បីតែបងប្អូនស្ត្រីមេផ្ទះក៏អាចបង្កើតប្រាក់ចំណូលជួយសេដ្ឋកិច្ចគ្រួសារដោយមិនចាំបាច់ចេញពីផ្ទះបានផងដែរបាទAtomyជាក្រុមហ៊ុនបែបណាហើយតែយើងអាចបង្កើតឬក៏កសាងប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុនAtomyដោយរបៀបណាដូច្នេះខ្ញុំនឹងនាំអារម្មណ៍របស់បងប្អូនអរគ្នាទៅជួបជាមួយនឹងការណែនាំអំពីក្រុមហ៊ុនAtomyទាំងអស់គ្នាAtomy គឺជាផ្សារទំនើបអនឡាញលំដាប់ពិភពលោកដូចទៅនឹងគេហទំព័រ Amazon របស់ប្រទេសអាមេរិកនិង Alibaba របស់ប្រទេសចិន Atomy ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2009ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងកុងជូស៊ីខេត្តឈុងឆុនណាំតូនៃប្រទេសកូរ៉េដែលមានលោកស្ថាបនិក Park Han-gil បច្ចុប្បន្នជាស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនAtomyជាអគ្គនាយកគណៈកម្មាធិការសហព័ន្ធលោកផ្ទាល់ប្រចាំប្រទេសកូរ៉េជាសមាជិកនាយកប្រតិបត្តិក្រុមប្រឹក្សាសហព័ន្ធលោកផ្ទាល់នៃ WSDSA ជាស្ថាបនិកនៃវិទ្យាល័យ Trimi បញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Usongបន្ទាប់ពីបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ2009រហូតមកទល់ពេលនេះ Atomy បានពង្រីកសាខាជុំវិញពិភពលោករហូតដល់27សាខាសរុបទាំងសាខាដើមនៃប្រទេសកូរ៉េផងដែរហើយក៏បានបើកសាខា Atomy កម្ពុជាចាប់តាំងតែពីឆ្នាំ2016ខែ1ថ្ងៃទី23រហូតមកទល់នឹងពេលនេះ Atomy សាខាកម្ពុជាគឺមានអាយុកាល10ឆ្នាំគត់ជាក្រុមហ៊ុនដែលរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីចំណូលសរុបជាសកលនៅក្នុងចុងឆ្នាំ2024គឺបានកើនដល់ 2.4 trillion won ចំនួនសមាជិកសរុបជាសកលប្រមាណជា16លាននាក់ជាប់ចំណាត់ថ្នាក់លេខរៀងទី10ក្នុងចំណោមក្រុមហ៊ុនលក់ផ្ទាល់ទាំង10ដែលមានចំណូលច្រើនជាងគេទូទាំងសកលលោកAtomy តែងតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ជាមួយនឹងផលិតផលដែលចាំបាច់ប្រើជាប្រចាំថ្ងៃដោយផ្ដោតលើគោលដៅដែលចង់ឲ្យអតិថិជនទទួលបានភាពជោគជ័យ Atomy បានផ្ដល់នៅផលិតផលដែលឈរលើទស្សនៈទានគុណភាពល្អផ្ដាច់និងតម្លៃដែលសមរម្យAtomy គឺជាផ្សារទំនើបអនឡាញដែលបានផ្គត់ផ្គង់ទំនិញដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃទាបទៅកាន់មនុស្សជាតិជុំវិញពិភពលោកជាមួយនឹងដៃគូសហការដ៏រឹងមាំ
រោងចក្រយក្ស Colmar Korea ដែលមានប្រភពដើមមកពីសហរដ្ឋអាមេរិកចាប់ដៃគូសហការជាមួយនឹងស្ថាប័នរបស់រដ្ឋកូរ៉េដែលហៅកាត់ថា Kerry ហើយបានបង្កើតទៅជារោងចក្របត់សម្ព័ន្ធដ៏ធំមួយនៅក្នុងប្រទេសកូរ៉េដែលហៅថា Colmar B&A ដែលផ្ដោតទៅលើផ្នែកសម្រស់ជាមួយនឹងសុខភាពជាចម្បងបាទហើយក៏បានធ្វើការផលិតនិងផ្គត់ផ្គង់ឲ្យ Atomy ធ្វើជាអ្នកចែកចាយផងដែរពួកយើងទាំងអស់គ្នាអាចមានទំនុកចិត្តប្រើប្រាស់ដោយមិនបាច់ព្រួយបារម្ភអ្វីទាំងអស់ទៅលើគុណភាពក៏ដូចជាសុវត្ថិភាពធ្វើបែបណាទើបយើងអាចក្លាយទៅជាអ្នកដែលអាចទាញផលចំណេញក៏ដូចជាចំណូលតាមរយៈក្រុមហ៊ុន Atomy បាននោះគឺបងប្អូនអ្នកនេះគ្រាន់តែផ្លាស់ប្ដូរទម្លាប់ជាប្រចាំថ្ងៃដូចជាការភ្ញាក់ពីគេងដុសធ្មេញលុបមុខកក់សក់ដុសខ្លួនបាទរាល់គ្រប់មុខទំនិញ Atomy ទាំងអស់សុទ្ធតែមានពិន្ទុសន្សំបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការផ្លាស់ប្ដូរទីផ្សារពីខាងក្រៅមកប្រើនៅក្នុងផ្សារទំនើប Atomy ធ្វើការបញ្ជាទិញដោយងាយស្រួលក្នុងទូរស័ព្ទដៃនោះបងប្អូនទាំងអស់គ្នានឹងទទួលបានទំនិញដោយមិនចាំបាច់ចេញពីផ្ទះហើយការសន្សំពិន្ទុគឺគ្មានការកាត់ពិន្ទុចេញគ្មានការកំណត់ពេលវេលាដូច្នេះបងប្អូនទាំងអស់គ្នានឹងអាចទទួលបាន commission ដោយគ្រាន់តែប្រើប្រាស់ទំនិញដែលចាំបាច់ប្រើប្រាស់នៅក្នុងគ្រួសារឬក៏ផ្ទាល់ខ្លួនតែប៉ុណ្ណោះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់របស់បងប្អូនទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំបាទក៏សូមគោរពនិងជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អសូមឲ្យរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារផងដែរបាទហើយសូមកុំភ្លេចធ្វើការចុច Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីកុំឲ្យរំលងវីដេអូថ្មីរបស់ខ្ញុំនឹងព្យាយាមក្នុងការផលិតនៅវីដេអូពាក់ព័ន្ធជាមួយនឹងចំណេះដឹងអាជីវកម្មថ្មីៗដើម្បីចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាជាបន្តទៀតផងដែរហើយសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត